អាមេរិកពិចារណាដកការគាំទ្រអង់គ្លេសក្នុងចំនួនកោះ Falkland ជាមួយអាសង់ទីន របាយការណ៍មួយត្រូវបានផ្សព្វផ្សាយបានបង្ហាញថាសហរដ្ឋអាមេរិកកំពុងពិចារណាពិនិត្យឡើងវិញលើការទាមទាររបស់អង់គ្លេសលើកោះ Falkland ខណៈអង់គ្លេសមិនបានគាំទ្រអាមេរិកលើសង្គ្រាមអ៊ីរ៉ង់ដែលអាមេរិកចាត់ទុកថាវាជាការផ្ដន់ទោសលើភាពបរាជ័យរបស់ទីក្រុងឡុងយោងតាមសារព័ត៌មាន The Independent ផ្សាយថ្ងៃទី24 ខែមេសា 2026 ក្នុងអ៊ីមែលផ្ទៃក្នុងរបស់មន្ត្រីបញ្ញកោមន្ត្រីអាមេរិកម្នាក់បានលើកឡើងពីគំនិតនៃការវាយតម្លៃឡើងវិញនៅការគាំទ្រផ្នែកការទូតរបស់ទីក្រុង Washington ចំពោះកម្មសិទ្ធិអធិរាជរបស់អឺរ៉ុបដូចជាកោះ Falkland ជាដើមគូបញ្ជាក់ថាប្រទេសដែលចង់បានកោះ Falkland ខ្លាំងបំផុតពីអាសង់ទីនដែលឆ្លោះប្រកែកគ្នាពីអធិបតេយ្យភាពរបស់អង់គ្លេសចាប់តាំងពីសង្គ្រាម Falkland ឆ្នាំ1982ចាប់តាំងពីការចាប់ផ្ដើមនៃចំនួននោះមកអាមេរិកដើរតួនាទីជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលមួយនៅពីក្រោយអង់គ្លេសនិងមានជំហរផ្នែកការទូតយ៉ាងសំខាន់សម្រាប់អង់គ្លេសតែប៉ុណ្ណោះអ៊ីមែលនោះក៏ត្រូវបានស្នើឲ្យផ្អាកប្រទេសអេស្ប៉ាញពីអង្គការ NATO ផងដែរបន្ទាប់ពីរិះគន់អាមេរិកយ៉ាងចាស់ដៃទៅលើសង្គ្រាមនៅអ៊ីរ៉ង់និងហាមឃាត់ប្រទេសដែលមិនចុះសម្រុងចេញពីតំណែងកម្ពុជាក្នុងសម្ព័ន្ធភាពយោធាផែនទៅផងរឿងរ៉ាវនេះកើតឡើងបន្ទាប់ពីយោធាអាមេរិកប្រកាសថានាវាផ្ទុកយន្តហោះទី3 USS George H.W. Bush បានចូលទៅដល់ក្នុងមជ្ឈមបូព៌ាខណៈទីក្រុង Washington កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដាក់សម្ពាធលើទីក្រុងតេរ៉ង់ឲ្យធ្វើកិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌរបស់អាមេរិកលោកត្រាំនិយាយថាទីក្រុងតេរ៉ង់ប្រហែលជាបានផ្ទុកអាវុធរបស់ពួកគេបន្តិចបន្តួចអំឡុងពេលបោះចុះបាញ់ជាមួយទៅនឹងទីក្រុង Washington ប៉ុន្តែយោធាអាមេរិកអាចបញ្ចប់វាក្នុងរយៈពេលប្រហែល1ថ្ងៃតែប៉ុណ្ណោះទន្ទឹមនោះលោក Donald Trump ប្រកាសថាបទចុះបាញ់អ៊ីស្រាអែលលីបង់ត្រូវបានបន្តរយៈពេល3សប្តាហ៍ទៀតប្រធានាធិបតីអាមេរិករូបនេះបានមានប្រសាសន៍ពីការិយាល័យសេតវិមានកាលពីថ្ងៃប្រហ័សថាយើងមានកិច្ចប្រជុំដ៏អស្ចារ្យជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់នៃប្រទេសលីបង់និងមន្ត្រីជាន់ខ្ពស់នៃប្រទេសអ៊ីស្រាអែល